បាទសួស្តីបងប្អូនទាំងគ្នាហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅមើលគេបងត្រីតាមវាលស្រែបងប្អូននេះគឺស្រុកកំណើតខ្ញុំនៅខាងភូមិពហូតក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យនៅតាមបណ្ដោយផ្លូវវាំងក្រុងបងប្អូនគឺអ្នកបងច្រើនបងប្អូនប៉ុន្តែឥឡូវរៀងស្បាយត្រីហើយគឺអត់សូវមានទេគឺសម្បូរតែអ្នកបងពេលដែលបងប្អូនធ្វើដំណើរតាមផ្លូវវាំងក្រុងបងប្អូនអាចឈានចូលមើលបានត្រង់មាត់ស្ទឹងបងប្អូនគឺបងប្អូនយើងអ្នកបងត្រីច្រើនណាបងប្អូនជាស្ដីគឺបន្លាយទៅពីមុនគឺត្រូវដោយសារទឹករៀងឡើងមកគឺលេងត្រូវអានេះទឹកវាហូរចាប់ពីស្ទឹងចេញមកខាងតាមបន្លាយទុយវិញតាមស្រែវិញហើយលោកពូគាត់បាននោះគ្នាបងនិយាយទៅគាត់បងច្រើនហើយតែអត់បានតែបើប៉ាន់មួយគឺរៀងធំបងប្អូនគឺធំចូលលក្ខណៈកន្លះគីឡូឬក៏1គីឡូអីដែរត្រីក្អែកត្រីអីរបស់គាត់ដែរអញ្ចឹងណាហើយគឺគាត់បងច្រើនតែបើកាលតែទឹកនៅស្រកតិចទឹកមកដើមដៃគឺបងត្រូវបងប្អូនតានេះបងត្រូវត្រីល្អិតក៏ត្រូវត្រីធំក៏ត្រូវដោយសារវានៅនឹងមាត់ស្ទឹងហ្នឹងគឺស្ទឹងហ្នឹងគឺកន្លែងគេអភិរក្សត្រីអញ្ចឹងណាពេលតែខែប្រាំងផុតទឹករដូវទឹកឡើងគឺតំបន់គេមានអភិរក្សអញ្ចឹងហើយនៅពេលណាដែលទឹកឡើងទៅត្រីវាចេញពីតំបន់គេអភិរក្សហ្នឹងមកកន្លែងទឹកហូរទឹកអីចឹងទៅបងប្អូនយើងមួយចំនួនគាត់បងត្រូវតែឥឡូវគឺប្រហែលថ្ងៃនេះគឺបងអត់ត្រូវទេអានេះគឺនៅក្រោយតំបន់ក្រោយសាកលវិទ្យាល័យមានជ័យបងប្អូននេះក្រោយសាកលវិទ្យាល័យហើយមកកន្លែងមួយទៀតបានឈានទៅដល់ខាងស្ទឹងគេហៅស្ទឹងពហូតបងស្ពានខាងស្ពានពហូតខាងក្រុងសិរីសភ័ណ្ឌអញ្ចឹងណាហើយសង្កាត់អូម7គឺបងប្អូនបងប្រុសម្នាក់នេះគាត់បងច្រើនដែរតែអត់បានត្រីមួយទេគឺដោយសារតែកថាពលិមុនត្រូវប៉ុន្តែឥឡូវលេងត្រូវហើយតំណេះវិញគឺបងប្អូនមើលជាក់ស្ដែងគឺអ្នកបងតរៀបគ្នាម្ដងហើយការបងរបស់គេគឺស្រោះគ្នាពេលដែលគេបងទាំងអស់គ្នាអញ្ចឹងមានត្រីទៅណាគឺរត់អត់រួចទេដោយសារបងព្រមទាំងអស់គ្នាទីទៀតគេបងបងប្អូនមួយយ៉ាងដែរបងប្អូនយើងអ្នកបងហើយសួរថាគាត់បងបានអត់មានត្រីតែគាត់សប្បាយបងថាដូចថាក្តីស្រឡាញ់ហើយមួយចូលចិត្តបងគឺបងប្អូនធ្នាក់បបកត្រីឲ្យជាក់ស្ដែងគឺចឹងដែរអានេះគឺគាត់ឈោកបងម្នាក់ជាហៀងសំណាញ់គាត់បងចង់ដល់គ្នាម្នាក់ពាក់កណ្ដាលហើយត្រីបើមានមិនរត់តាណារួចទេបងប្អូនម្នាក់មកជាហៀងបងព្រមគ្នាបងទាំងអស់គ្នាចឹងបើទៅសប្បាយហើយបងប្អូនខ្លះណាគាត់យកប្រពន្ធយកកូនរបស់គាត់ដាក់ជិះរទេះជិះម៉ូតូទៅជួយធ្វើត្រីទៅជួយស្ការត្រីកុំឲ្យត្រីស្អុយដោយសារវគ្គមុនច្រើនណាមួយគឺចុងសប្តាហ៍ផងក៏ត្រូវការលក្ខណៈថាបែបសប្បាយរីករាយតាមជីវភាពដើម្បីស្រស់ស្រាយដើម្បីកុំឲ្យដូចថាជាការលំហែរបស់គាត់ដែរបងប្អូនជាក់ស្ដែងគឺត្រីឥឡូវមិនសូវត្រូវមកនេះបើកាលដែលវគ្គមុនបានត្រីត្រូវច្រើនមកមិនសិនណាញ់4 10ហើយត្រីធំត្រីចង់1 កន្លះគីឡូក៏មានអាធំ1 គីឡូក៏មាននេះបងប្អូនមើលជាក់ស្ដែងគាត់បងគាត់ដាក់មកព្រមប្រាវទាំងអស់គ្នាអញ្ចឹងទៅត្រីងាយគេទៅណារួចអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើន